อเมียนถ่ายการในช่องอเมียนถ่ายการในช่องนั้นเราយើងចង់និយាយថាเราនឹងយើងចង់ចូលរួមសម្រាប់ឧបត្ថម្ភអតិថិទានចំនួន$450កូនម្ចាស់កណាបាទអញ្ចឹងទៅក៏បាញ់មកហើយណាបាញ់មកចូលក្នុងជ័យគេហៅជ័យគេមានតន់បាញ់ណាកូនម្ចាស់បាញ់តែអត់កើតបាញ់អត់តន់ចូលទេណាកូនម្ចាស់មានបើកណាកើតហ្នឹងហើយបាញ់អត់តន់ចូលទេចំនួន$450ដល់$450 $80,000មាន60មាន50,000 80,000 $140,000 $500 2លានពណ៌ហ្នឹងហើយ$80,000ញោម$80,000ហ្នឹងហើយកណាអត់ទៅដឹងរឿងលុយខ្មែរនៅបើលុយកលាកណាអត់ដឹងខ្លះបើលុយនៅខ្មែរកណាដឹងហាងខេងលុយខ្មែរទៅព្រោះនៅនេះហ្នឹងកូនចាស់បងហើយឡូវហ្នឹងបើយើងបាញ់ហើយបើសិនតែយើងទៅដាក់លុយមុន$250 $200មក230កូនចាស់ហ្នឹងហើយ$230មុនមុនទើបយើងអាចនឹងបើកដំណើរការនៅចៃគេទ្រូម៉ានីក្រាមអញ្ចឹងណាកូនម្ចាស់ណាហើយឥឡូវកូនម្ចាស់ចង់ដាក់ឥឡូវចង់ដាក់ក៏ដាក់អត់បានបើកូនម្ចាស់បាញ់លុយពីអេកូនបាញ់អត់កើយើងបាញ់អត់កើដោយសារយើងភ្ជាប់ភ្លាមអីភ្លាមអញ្ចឹងឥឡូវកូនចាស់និយាយមើលកណាឥឡូវសុំកាត់កូនម្ចាស់ទីកូនម្ចាស់និយាយមើលកណាទុកចិត្តកណាអត់មកមិនដឹងមិនដែរបើសិនជាមិនដឹងដូចគ្នាអត់ចេះដូចគ្នាហើយក៏មិនដឹងទុកចិត្តក៏សំខាន់គឺកណាមិនទុកបើខ្ញុំជឿជាក់ថាបើកូនម្ចាស់មិនទុកចិត្តកណាក៏កូនម្ចាស់អត់ចំណាយពេលដែរព្រោះអីពេលវេលានេះកូនម្ចាស់ទៅយកពេលវេលានេះទៅពេលវេលាសឹងពេលវេលាចឹងខ្មែរក៏មិនដែរជួបប្រទេសដែរខាងកូរ៉េមិនដែរមានណាគេឧបត្ថម្ភហើយក៏មិនដែរភាក់តិចគឺមកថ្ងៃមុនរាប់ជួបម្ដងដែរញោមណាគាត់បានទទួលបច្ច័យកូនម្ចាស់ថ្ងៃហ្នឹងគាត់ថាគាត់វល់ជាប់ធ្វើការទៅហើយគាត់រកអាទ្រូមីនីក្រាមហ្នឹងដែររត់បានអ្នកនៅកូរ៉េពីច្រើនគេវេតាមទ្រូមីនីក្រាមហ្នឹងឯងកូនម្ចាស់បងហើយនិយាយទៅចេះកូនម្ចាស់ទុកចិត្តខ្ញុំទុកចិត្តកណាមិនបាច់បើកកុំធនាគារកូនម្ចាស់ប្រមទៅដាក់លុយឯងញ៉ៃច្រើនទេហ្នឹងហើយទៅជាក់ស្ដែងកូនម្ចាស់បាញ់យកអត់ចូលហើយអញ្ចឹងបើកូនម្ចាស់ចង់បើកអ្នកនៃធនាគារហ្នឹងចាំពេលក្រោយគេណាឡើងមកកបតចាំឲ្យធនាគារគេបើកមកក្នុងថ្ងៃក្រោយពេលដែលមានបងប្អូនគាត់នៅកូរ៉េគាត់ចង់ចូលរួមថវិកាដូចជាមានកសាងមានអីអញ្ចឹងខ្ញុំឲ្យគុណឲ្យគេបាញ់ចូលក្នុងម្នាក់នៃគុណម្ចាស់ផ្ទាល់តែម្ដងហ្នឹងរយៈពេលក្រោយបើសិនជាគុណម្ចាស់មានគឺគេឡើងទៅដល់ដឹកកបតឈានចូលធនាគារមកផ្លែទៅអត់យូរទេតែ5-10នាទី20នាទីគេបើកដំណើរការឲ្យគុណម្ចាស់បានហ្នឹងខ្ញុំកណាចង់ឲ្យទូទាត់តាមវិធីបោកថ្មីវិធីបោកពុកកូរ៉េបោកយើងបោកដាក់លុយមុនញោមចោលដាក់លុយ230មុនមកឲ្យគេបើកគេឲ្យ200 500មកធ្លាប់ឲ្យគាត់បើកកងគ្រូមនីហ្នឹងដើម្បីទទួលបច្ច័យផ្ញើទៅឲ្យដោយកណាធ្វើសពប្រសធធ្វើចូលបច្ច័យកសាងតាមវត្តហ្នឹងតាមសមាគមហ្នឹងដើម្បីគាត់ទទួលសារអីមានពីច្រើននៅតាមវត្តឬចាអធិការក៏មានកងធនាគារទទួលទេគាត់ចាស់ដល់ពេលអញ្ចឹងកុំឲ្យពិបាកញ៉ៃច្រើនអញ្ចឹងឲ្យគាត់ទទួលជំនួសប៉ុន្តែគាត់បើកធនាគារហ្នឹងបានហើយគាត់ scan មុខភាសាតាក់ញ៉ាំបានគាត់មុខគាត់អាច scan ទៅវាត្រូវដូចគុណម្ចាស់ scan អត់ឲ្យភាសាអីទី1គុណម្ចាស់មួយតាក់ញ៉ាំបានគឺមានមកទៅមានសក់ដល់ពេលបួសទៅយើង scan ចាក់ស្ដែងបច្ចុប្បន្ននេះវាអត់មានខាងធនាគារគេអត់ឲ្យទេអញ្ចឹងប៉ុណ្ណាដាក់ថាមិនទាន់បានទៀងទាត់អញ្ចឹងគឺដើម្បីទៀងទាត់គឺគុណម្ចាស់ត្រូវទៅដល់ធនាគារផ្ទាល់ដូចថាគេខ្លាចថាតាក់ញ៉ាំបានផ្សេងហើយគុណម្ចាស់យកតាក់ញ៉ាំបានគេមកបង្កើតធនាគារហ្នឹងហើយមក scan មុខវាខុសគុណម្ចាស់ត្រូវហ៎បងអញ្ចឹងបានវាអត់ឲ្យអញ្ចឹងបានមិនឲ្យអញ្ចឹងគុណម្ចាស់បើជឿជាក់លើកណាគុណម្ចាស់បានជួយបើកដំណើរការធនាគារឲ្យបងប្អូនម្នាក់សំរិទ្ធិហ្នឹងហើយបើកដំណើរការកងគ្រូម្នាក់ហើយកណាបាញ់លុយ450ហ្នឹង